Ok,សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube កុសល IT Room ដូច្នេះថ្ងៃនេះខ្ញុំមានមេរៀនសំខាន់មួយដែលយើងមកសិក្សាអំពីឧបករណ៍ Marketing ពី Basic ទៅដល់មក Advanced យើងមិនទៅដល់ Advanced អីណាទេmàយើងអាចធ្វើការ configure បានការកំណត់ធ្វើ route តកតងជាមួយនឹងការ block firewall ឬក៏បិទ PC សម្រាប់ធ្វើការ access internet អញ្ចឹងចំពោះ router Magnetic វាមាន function ជាច្រើនដើម្បីឲ្យយើងធ្វើការ configure បានណានេះឧបករណ៍មួយនេះសម្រាប់តកតងជាមួយនឹងតម្លៃគឺវាសមរម្យដែរដើម្បីឲ្យយើងយកមកប្រើប្រាស់មកសមរម្យចំពោះក្រុមហ៊ុនតូចៗឬក៏សាលារៀនឬក៏តាមផ្ទះដែលគាត់ចង់មាន server អីតិចតួចគាត់យកមកទិញឧបករណ៍ Magnetic នេះយកមកធ្វើការ control តាក់ទងជាមួយនឹង server របស់យើងក៏វាល្អម្យ៉ាងដែរអញ្ចឹងវាសមរម្យតម្លៃវាហើយតាក់ទងមួយquality របស់វានិយាយពីគុណភាពវាក៏វាល្អម្យ៉ាងដែរវាមាន function ច្រើនអញ្ចឹងចំពោះតម្លៃវាហ្នឹងសមរម្យទេត្រឹម100អីពណ៌ក្រហមនេះដល់ពេលទូចមួយនេះតម្លៃវាក៏ត្រឹមតែសមរម្យដែរយើងអាចទិញយកមកធ្វើការរៀន configure បានត្រឹម$30ជាងទេអាហ្នឹងវាតាម model របស់វាអញ្ចឹងយើងអាចយកទៅ search នៅលើ YouTube បានអីឬអធិស្ឋានដូចលើ web browser ពី detail តាក់ទងមួយព័ត៌មានអំពី router Magnetic ហ្នឹងបានអញ្ចឹងឥឡូវយើងចូលទៅមេរៀនរបស់យើងទៅដើម្បីពី step by step តាក់ទងមួយការ configure យើងត្រូវការ config អីខ្លះអញ្ចឹងមុននឹងចូលទៅដល់មេរៀនយើងត្រូវដឹងអំពីព័ត៌មានមួយចំនួនតាក់ទងមួយឧបករណ៍ Magnetic របស់យើងអញ្ចឹងឧបករណ៍ Magnetic របស់យើងគឺជាឧបករណ៍មួយដែលវាមានតួនាទីក្នុងការគ្រប់គ្រងទៅលើប្រព័ន្ធ network នៅក្នុងស្ថាប័នដូចដែលខ្ញុំនិយាយមិញអញ្ចឹងសំតូចល្មមស្ថិតក្នុងការវាស្ថិតនៅក្នុង layer 3 ដែលវាដំណើរការនៅ routing ដូចជាមួយនឹងឧបករណ៍ដទៃដែរប៉ុន្តែ router Magnetic មួយនេះវាមាន function ច្រើនជាងឧបករណ៍ router តាមផ្ទះយើងឧបករណ៍ router តាមផ្ទះយើងហ្នឹងបែបម៉េចអញ្ចឹងយើងត្រូវដឹងថាឧបករណ៍ router របស់យើងហ្នឹងដូចជានៅតាមផ្ទះដែលយើងបានទិញសេវាកម្មអ៊ីនធឺណិតហ្នឹងយើងមិនមានឧបករណ៍ router មួយនៅក្នុងផ្ទះយើងណាសម្រាប់ឲ្យdevice ដូចជាទូរស័ព្ទដូចជាកុំព្យូទ័រអីផ្សេងគាត់នឹងធ្វើការ connect ទៅកាន់ឧបករណ៍ router ដែលយើងទិញសេវាកម្មអ៊ីនធឺណិតចេញពីក្រុមហ៊ុន ISP អញ្ចឹង ISP គេមានធ្វើការបោះអ៊ីនធឺណិតមកដើម្បីចូលមកកាន់ router នៅក្នុងផ្ទះយើងបានយើងអាចធ្វើការ access អ៊ីនធឺណិតបានតែចំពោះយើងនិយាយអំពី function របស់វាឧបករណ៍ router នៅតាមផ្ទះយើងហ្នឹងគឺมันមាន function ជាច្រើនដូចជាមួយនឹង device ឧបករណ៍ Magnetic របស់យើងទេវាមានត្រឹមតែអនុញ្ញាតឲ្យយើងធ្វើការ access internet បានប្រើប្រាស់នៅក្នុងផ្ទះយើងទេតែបើសិនជាក្នុងករណីយើងយកវាមកធ្វើការ configure ដូចជាឧបករណ៍ Magnetic របស់យើងអាពណ៌ក្រហមនេះវាអត់អាចទៅរួចទេអញ្ចឹងណាអញ្ចឹងបើសិនជាយើងចង់យកមក configure បាន block firewall អីផ្សេងហ្នឹងវាធ្វើបាក់តតែ device Magnetic ឬក៏ឧបករណ៍តាក់ទងជាមួយនឹង Cisco ឬក៏ Huawei ជាច្រើនតាក់ទងជាមួយនឹងការ config ហ្នឹងអញ្ចឹងយើងនិយាយមុខងារវាមួយចំនួនទៅនៅក្នុងMagnetic របស់យើងទី1គឺវាមានមុខងារសំខាន់មួយគឺ routing អញ្ចឹង routing នោះគឺជាអ្វី routing ខ្ញុំលើកឧទាហរណ៍មួយបើសិនជានៅក្នុងផ្ទះរបស់យើងឬក៏នៅក្នុងកន្លែងការងាររបស់យើងមាន router ចំនួន2ហើយស្ថិតនៅ network ផ្សេងគ្នា
ប្រសិនបើយើងចង់ឲ្យ network ទាំងពីរនោះ router ទាំងពីរអាចធ្វើការទំនាក់ទំនងគ្នាបាននិងចែករំលែក resource data អីផ្សេងៗនៅក្នុងប្រព័ន្ធ network របស់យើងគឺយើងត្រូវការបង្កើតជាមួយនឹង option routing ទី1នេះទី2យើងចូលនិយាយអំពី firewall នេះដែរវាពិតជាសំខាន់ដែរនៅក្នុងឧបករណ៍ Microtik របស់យើងឧទាហរណ៍ថាប្រសិនបើយើងនៅក្នុងក្រុមហ៊ុនរបស់យើងនេះយើងធ្វើការ manage ទៅលើបុគ្គលិករបស់យើងក្នុងការប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតប្រសិនបើក្នុងករណីមានបុគ្គលិកណាមួយគាត់ប្រើប្រាស់អ៊ីនធឺណិតរបស់យើងនេះចេញពីនៅក្នុងប្រព័ន្ធ network របស់យើងអញ្ចឹងយើងដឹងថាប្រហែលជាបុគ្គលិករបស់យើងម្នាក់ហ្នឹងគាត់អត់សូវបដោតជាមួយនឹងការងារទេគាត់ប្រើប្រាស់អ៊ីនធឺណិតច្រើនដូចជាគាត់លេង Facebook មើល YouTube អីចឹងណាអញ្ចឹងយើងអាចប្រើប្រាស់ជាមួយនឹង firewall មួយយើងមានមុខងារ firewall មួយដើម្បីបិទបុគ្គលិករបស់យើងនេះក្នុងការប្រើប្រាស់មើល YouTube អីនេះមិនឲ្យគាត់ទៅប្រើប្រាស់អ៊ីនធឺណិតបានន័យថា drop គាត់ចោលហ្មងអញ្ចឹងយើងត្រូវដឹងអំពីការ configure បែបម៉េចខ្ញុំនឹងទៅបញ្ជាក់គ្នាយើងនៅវីដេអូក្រោយបន្តទៀតអញ្ចឹងអាហ្នឹងយើងនិយាយអំពីមុខងារមួយៗទៅចាំដល់វីដេអូបន្ទាប់យើងនឹងធ្វើការ configure តទៀតអញ្ចឹងចូលដល់ទី3យើងនិយាយអំពី NAT Network Address Translate ឧទាហរណ៍ NAT នេះនៅក្នុងប្រព័ន្ធ network របស់យើងប្រសិនបើនៅក្នុងក្រុមហ៊ុនយើងមានកាមេរ៉ាមួយហើយយើងចង់ឲ្យទូរស័ព្ទរបស់យើងនេះឬក៏ PC របស់យើងដែលស្ថិតនៅ outside ខុសពីក្រុមហ៊ុនរបស់យើងនេះអានេះខ្ញុំចាត់ទុកថាវាជាកាមេរ៉ាចោះដើម្បីមើលនៅក្នុងក្រុមហ៊ុនរបស់យើងអញ្ចឹងបើសិនជាយើងចង់ឲ្យ PC របស់យើងជាអ្នកគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតនៅក្នុងក្រុមហ៊ុនរបស់យើងហ្នឹងយើងចង់ឲ្យ PC របស់យើងធ្វើការ access តាមរយៈអ៊ីនធឺណិតហើយអាច access ចូលមកកាន់កាមេរ៉ារបស់យើងបានតាមរយៈអ៊ីនធឺណិតអញ្ចឹងយើងត្រូវការបង្កើត option NAT មួយដែលគេហៅថា Network Address Translate NAT មួយវាមានតួនាទី NAT វាមានតួនាទីក្នុងការបកប្រែពី IP address local ទៅកាន់ public បានពី public ទៅកាន់ local អញ្ចឹងនៅក្នុង router នៅ Microtik របស់យើងបានន័យថានៅក្នុងក្រុមហ៊ុនរបស់យើងត្រូវមាន IP public មួយដើម្បីយើងធ្វើការ access អ៊ីនធឺណិតហ្នឹងបាទ access ចូលមកកាន់ក្រុមហ៊ុនរបស់យើងតាមរយៈ IP public ហ្នឹងហើយ IP public វានឹងធ្វើការNAT ពី IP public របស់យើងដែលយើងមានហ្នឹងចូលមកកាន់ IP local របស់យើងនេះ local ឥឡូវនេះ local ស្ថិតនៅក្នុងប្រព័ន្ធ network របស់យើងគឺជា LAN ដែលហៅថា IP local ហ្នឹងចឹងហ្នឹងខ្ញុំនិយាយត្រួសទៅដល់ពេលតទៅមួយទី4យើងនិយាយអំពី VLAN Visual LAN ប្រសិនបើនៅក្នុងក្រុមហ៊ុនរបស់យើងមាន router Microtik ចំនួន1ប៉ុន្តែយើងត្រូវដឹងថាឧបករណ៍ router Microtik គឺមួយ port នេះមួយ port ខ្ញុំបកទៅខាងមុខមួយ port របស់ router Microtik របស់យើងគឺស្មើនឹងមួយ network មួយ port ស្មើនឹងមួយ network មួយ port ស្មើនឹងមួយ network អញ្ចឹងរាល់ device ទាំងអស់នៅពេលដែលយើងធ្វើការ configure តាក់ទងជាមួយនឹងតាក់ទងមួយការ configure របស់យើងណាជប់ខ្ញុំជាប់មកតាក់ទងមួយការ configure របស់យើងនៅក្នុងមួយ port នៅពេលដែលយើងបំបែកវាចេញទៅជាប្រព័ន្ធ network តូចយើងមាន switch មួយឧទាហរណ៍ថានេះ switch ចុះអញ្ចឹង switch នឹងធ្វើការបំបែក port network តូចឲ្យគ្រប់ចំនួន PC ដែលស្ថិតនៅក្នុងបន្ទប់របស់យើងហ្នឹងបន្ទប់ការងាររបស់យើងអាចធ្វើការភ្ជាប់ទៅកាន់ router របស់យើងបានអញ្ចឹងមួយ port នេះអាស្រ័យទៅលើ switch របស់យើង switch របស់យើងនឹងមានប៉ុន្មាន port ដើម្បីធ្វើការ connect បានអញ្ចឹងយើងត្រូវការបំបែក network ទៅតាមទៅតាមនឹងទៀតអញ្
ចឹងឧទាហរណ៍ថាបើសិនជាអាកន្លែងខ្ញុំបកទៅមានយើងវិញអាកន្លែង visual LAN ហ្នឹងយើងអាចធ្វើការបំបែកឬក៏ LAN នីមួយៗចូលមកចូលមកកាន់ switch របស់យើងតាមរយៈ visual LAN ចឹងយើងអាចឧទាហរណ៍ថាបើសិនជាយើងបំបែក visual LAN យើងមាន switch ហៅថា switch manage ចឹងយើងអាចបំបែកទៅតាម LAN នីមួយៗបានទៀតអានេះខ្ញុំហៅយើងហៅថា switch តូច switch unmanaged ដែល switch នៅពេលដែល switch ហ្នឹងនៅពេលដែលយើងយក PC ធ្វើការ connect ទៅកាន់switch របស់យើងគឺអាចប្រើប្រាស់ជាមួយនឹង internet បានតែម្ដងប៉ុន្តែ switch មួយនេះគឺជា switch manage ដែលវាមានតួនាទីក្នុងការ manage ទៅកាន់ switch នីមួយៗនេះអាហ្នឹងយើងត្រូវការបង្កើត visual LAN អញ្ចឹងយើងត្រូវ create visual LAN ហ្នឹងបំបែក IP address តូចនៅក្នុង VLAN នីមួយៗអញ្ចឹងយើងអាច assign IP address 10 20 range ទៅដើម្បីធ្វើការបោះមកកាន់ network តូចនេះចំណែកឯ LAN បើសិនជាយើងអត់ធ្វើការបង្កើតជាមួយនឹង visual LAN ទេយើងមួយ port គឺស្មើនឹងមួយ network អញ្ចឹងនៅក្នុងមួយ port ហ្នឹងយើងអាច assign IP address បានតែមួយ range ទេមួយ range IP ដល់ពេលនៅពេលដែលយើងបានបង្កើតជាមួយនឹង visual LAN នៅក្នុងមួយ port ហ្នឹងយើងអាចធ្វើ assign IP address 10 20 range ទៅតាមរយៈswitch ដែលវាអាច manage បានណាកន្លែងហ្នឹងខ្ញុំនឹងបង្ហាញបន្តទៅទៀតអានេះយើងបញ្យល់ត្រួសចាស់អាហ្នឹងយើងត្រូវការរៀននឹងបំបែក IP address ទៅមុខទៀតអូខេអញ្ចឹងយើងចូលទៅបន្ទាប់ទៀតដែលយើងនិយាយអំពី quality of service អញ្ចឹងតកតងជាមួយនឹង quality of service ដើម្បីវាមានតួនាទីក្នុងការ manage ទៅលើ control bandwidth បានន័យថាល្បឿនអ៊ីនធឺណិតណាយើងអាចបែងចែកទៅតាមបន្ទប់មួយឧទាហរណ៍បន្ទប់នេះ10មេអញ្ចឹងណាបន្ទប់ទី2 20មេអាហ្នឹងយើងនិយាយអំពីការ control ទៅលើ bandwidth ល្បឿននៃការ download ឬក៏ល្បឿននៃការ upload វីដេអូអីផ្សេងនៅលើប្រព័ន្ធ network ចំណុចទី6គឺយើងនិយាយអំពី wireless access point ដែលវាមានមុខងារជា Wi-Fi ដែរឬក៏ access point ដើម្បីធ្វើការចាប់យកនៅអ៊ីនធឺណិតតាមរយៈ wireless ដែលគេហៅថា repeat ទាញយកអ៊ីនធឺណិតចូលមកកាន់ router ហ្នឹងតាមរយៈ wireless ឬក៏ VPN ដែលយើងនិយាយអំពី Visual Private Network ដើម្បីធ្វើការផ្លាស់ប្ដូរ IP address ទៅកាន់ទីតាំងណាផ្សេងមួយអូខេយើងចូលទៅ slide បន្ទាប់ទៀតអញ្ចឹងយើងមកយល់អំពីអ្វីទៅជា Magnetic Route Magnetic OS អញ្ចឹងចំពោះ Magnetic OS នេះដែរបើសិនជាយើងត្រឹមតែយកវាមកសិក្សាទេបើសិនជាយើងមិនទាន់ចង់ធ្វើការទិញនៅ device ឬក៏ production យកមកធ្វើការ configure ទេយើងអាចមានគេមានMagnetic គេមាន OS មួយដែលគេបានបង្កើតឡើងឲ្យយើងធ្វើការយកមករៀន configure បានដូចជា Windows អានេះខ្ញុំទៅវាហៅថា OS ដែរ operating system ណាវាជាប្រព័ន្ធដំណើរការរបស់ router board hardware អញ្ចឹងចំពោះ router OS នេះដែរយើងអាចធ្វើការ install នៅលើ PC ឬក៏ virtual machine បានដោយមិនចាំបាច់ធ្វើការមាន hardware network ពិតប្រាកដទេអញ្ចឹងយើងមិនបាច់បើសិនជាយើងត្រឹមតែរៀនទេយើងមិនបាច់ទៅទិញឧបករណ៍នេះយកមក configure ទេយើងគ្រាន់តែធ្វើការទៅ download នៅ OS នេះយកមកធ្វើការ configure បានអញ្ចឹងចំពោះ OS នេះដែរគឺ license វាឲ្យយើងមក download យកមកប្រើប្រាស់ហ្នឹងត្រឹមរយៈពេល24ម៉ោងទេអញ្ចឹងបើសិនជាយើង start up នៅម៉ាស៊ីន Visual Machine router OS ហ្នឹងរយៈពេល1ម៉ោងគឺវាគិត1ម៉ោង2ម៉ោងគិត2ម៉ោងតែបើយើងបើកត្រឹម2ម៉ោងយើងបិទវិញគឺអា2ម៉ោងហ្នឹងវានឹងធ្វើការ remember នៅអ្វីដែលយើងបានបើកមិញហើយគឺ time វាធ្វើការ release ហើយប្រព័ន្ធវាអាចធ្វើការ stand alone នៅលើវាដំណើរការនៅលើ Linux ដែល Linux វាគេបានធ្វើការ develop ឡើងអញ្ចឹង router Magnetic OS ហ្នឹងយើងធ្វើការ download ហើយយើងនឹងធ្វើការ install ឬក៏
copy វាដាក់នៅក្នុង import ដូចជាមិន install យើង import វាចូលមកVMware យើងឬក៏យើងប្រើ Hyper-V ឬក៏ Oracle VirtualBox អីក៏បានដែរតែយើងប្រើប្រាស់ជាមួយនឹង VMware ទៅវាធ្វើងាយស្រួលក្នុងការ manage ទៅកាន់ network adapter អីផ្សេងៗចឹងយើងចូលមកចំណុចទី3ដែលយើងនិយាយអំពីការភ្ជាប់កុំព្យូទ័រទៅកាន់ឧបករណ៍តាមរយៈ Magnetic អំពីការភ្ជាប់ទៅកាន់ឧបករណ៍ router Magnetic យើងគឺយើងអាចធ្វើការភ្ជាប់ទៅកាន់ device ដែលយើងអាចភ្ជាប់តាមរយៈខ្សែហ្នឹងគឺមានពីរវិធីសាស្ត្រដែលយើងប្រើប្រាស់ខ្សែជាមួយនឹងខ្សែ Ethernet cable របស់យើងឬក៏គេហៅថា null modem cable អានេះស្តៀងជាមួយនឹងខ្សែ VGA ដែរមិនស្តៀងគឺវាស្តៀងខ្សែ VGA ហ្មងជាមួយខ្ញុំធ្វើការ research មើលសិនតាក់ទងជាមួយនឹង null modem cable នេះអញ្ចឹងវានិយាយទៅគឺវាដូចគ្នាជាមួយនឹងខ្សែ VGA យើងដែរហ្មងដើម្បីឲ្យយើងធ្វើការភ្ជាប់ពី device របស់យើងឬក៏ computer របស់យើងធ្វើការទៅកាន់ router Magnetic របស់យើងហើយវិធីសាស្ត្រទី2គឺយើងនេះវិធីសាស្ត្រទី3យើងនិយាយអំពីការ access ចូលនឹងតាមរយៈ wireless ក៏បានដែរក៏ប៉ុន្តែនៅពេលដែលយើងធ្វើការ access ចូលភ្ជាប់បាទសំទោសយើងភ្ជាប់ទៅកាន់ router Magnetic របស់យើងតាមរយៈ wireless ឬតាមតែយើងធ្វើការ configure wireless ហើយបានយើងអាចធ្វើការភ្ជាប់ទៅកាន់តាមរយៈ wireless បានអញ្ចឹង3វិធីសាស្ត្រហ្នឹងយើងរបៀបនៃការភ្ជាប់ពី PC ទៅកាន់router Magnetic ចំណុចទី4យើងនិយាយអំពីការ access ចូលទៅកាន់ router Magnetic របស់យើងអញ្ចឹងរបៀបនៃការ access ចូលទៅកាន់ router Magnetic គឺយើងមានទី1យើងអាចប្រើប្រាស់ជាមួយនឹងកម្មវិធី Winbox ដែលយើងអាចទៅស្វែងរកនៅលើ Google Chrome បានដើម្បីធ្វើការ download បើសិនជាអ្នកទាំងអស់គ្នាឬគ្នាយើងមិនទាន់បានមាន download ទេយើងអាចចូលមកកាន់website របស់ Magnetic ហ្នឹងយើងធ្វើការ download វាមកទុកប្រើប្រាស់ដើម្បីរៀន configure ទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង OS អី Linux Mac អីយើងធ្វើការ select ទៅលើតាមOS របស់យើងមកដើម្បីធ្វើការ download បានអញ្ចឹងនេះវាជា open source ទេ Winbox តែចំពោះតើតើមួយ Magnetic OS ដូចខ្ញុំនិយាយមិញបានបកស្រាយមិញអញ្ចឹងវាអាចធ្វើការ limit តើតើមួយ release time វាមាន limit ឲ្យយើងប្រើប្រាស់ជាមួយនឹងត្រឹមរយៈពេល24ម៉ោងទេអូខេទី2គឺយើងប្រើប្រាស់ជាមួយនឹង browser ដើម្បីធ្វើការ access ចូលទៅកាន់ router Magnetic បានតែចំពោះការ access ចូលតាមរយៈ web browser លុះត្រាតែយើងធ្វើការ configure router Magnetic របស់យើងនឹងមាន IP address បានយើងអាច access ចូលបានមិន web first ទេមួយទៀតគឺចំណុចបន្ទាប់គឺ SSH Telnet ឬក៏ PuTTY តែ PuTTY នេះយើងប្រើប្រាស់ជាមួយនឹង command line សុទ្ធនេះ PuTTY configuration ដើម្បីធ្វើការ access ចូលអញ្ចឹងចំពោះការ access ចូលលុះត្រាតែយើងមាន configure router ដែលអាចឲ្យអាសាញ IP address បានអាចធ្វើការ access ចូលបានតែចំពោះ PuTTY លុះត្រាតែយើងធ្វើការចេះ command line ណាហើយទី4គឺយើងប្រើប្រាស់ជាមួយនឹង terminal ដើម្បី encase ចូលទៅតាមរយៈ serial port ដែលយើងបានបកស្រាយមិញហ្នឹងអាហ្នឹងយើងប្រើប្រាស់ដោយប្រើប្រាស់ជាមួយនឹង command line ទាំងអស់គឺ3ចំណុចនេះចំពោះ Winbox គឺមាន interface ឲ្យយើងចុចបានអញ្ចឹងយើងមើលមក Winbox នេះយើងពេលយើង access ចូលទៅយើង scan យើង download connection ពី PC របស់យើងចូលទៅកាន់ router ទៅវានឹងធ្វើការ scan ឃើញ device របស់យើងហើយអញ្ចឹងយើងគ្រាន់តែធ្វើការ select ហើយយើង log in ចូលតែម្ដងនៅពេលដែលយើងជួយការ log in ចូលទៅវាមិនចេញ interface ប៉ុណ្នេះយើងអាចវាមាន toolbar ទាំងអស់ឲ្យយើងធ្វើការ configure បានតាក់ទងជាមួយនឹង wireless កំណត់ IP address អីផ្សេងៗអញ្ចឹងយើងបញ្ចប់ប៉ុណ្្នឹងសោះចាំចូលទៅដល់វីដេអូបន្ទាប់យើងនឹងបង្ហាញអំពីរបៀបនៃការ access ចូលទៅ router Magnetic របស់យើងអញ្ចឹងខ្ញុំធ្វើការចប់ប៉ុណ្្នឹងសោះអូខេជួបគ្នានៅវីដេអូក្រោយអរគុណ